អ្នកបានដើរនៅលើភ្នំមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចុះទៅកាន់ជ្រុះមួយដែលពោរពេញទៅដោយដាវទេពហើយដាវទេពទាំងអស់នោះក៏បានប្រគល់កម្លាំងយ៉ាងអស្ចារ្យទៅដល់នាងហើយក៏បណ្ដាលឲ្យនាងក្លាយទៅជាមនុស្សធាត់ដែលនៅកន្លែងនោះដែលក៏មានឥសីនៅទីនោះបានចេញមកជួយនាងដើម្បីជួយឲ្យនាងទប់កម្លាំងនៅក្នុងខ្លួនកុំឲ្យនាងកម្លាំងធាតុនោះផ្ទុះស្លាប់បន្ទាប់ពីនេះមកគឺក៏បានប្រាប់នាងថានាងក្លាយទៅជាមនុស្សធាត់លុះត្រាតែនាងអាចបំបែកកម្លាំងធាតុនៅក្នុងខ្លួនទាំងអស់នេះបានបន្ទាប់ពីថ្ងៃនោះមកនាងក៏បានទៅប្រកួតដាវនៅក្នុងបក្សដ៏អស្ចារ្យមួយប៉ុន្តែឃើញសិស្សផ្សេងៗគេអាចកាប់ដាវនោះប្រេះចំណែកឯនាងនេះក៏បានសាកកាប់ទៅប៉ុន្តែគ្មានស្នាមអ្វីទៅសោះបន្ទាប់ពីនាងបានដើរចេញផុតដាវនោះក៏បានផ្ទុះបែកនៅថ្ងៃបន្ទាប់គូដណ្ដឹងរបស់នាងក៏បានមកសុំនាងផ្ដាច់ពាក្យដោយប្រកែកថាមកពីនាងអាក្រក់នាងធាត់ហើយគេបានស្រឡាញ់បងស្រីរបស់នាងបាត់ទៅហើយប៉ុន្តែនាងបានប្រកែកថានាងមិនព្រមផ្ដាច់ពាក្យនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គេបានទៅវាយឪពុករបស់នាងហើយប្រាប់នាងថាគេចង់ផ្ដាច់ពាក្យដោយកំហឹងដ៏អស្ចារ្យរបស់នាងបានគេនិយាយទៅប្រាប់នាងថា